ចាសូមជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Almat នៅក្នុងវីដេអូមួយនេះយើងនឹងមកជួបគ្នាជាមួយនឹងលំហ vector ដែលបានចេញកាលពីវគ្គនោះ2017ណាដោយជាវីដេអូសប្ដងដែរមុននឹងយើងចូលទៅមើលលំហាត់របស់អ្នកគ្រូទាំងអស់គ្នាសូមទាំងអស់គ្នាសូមត្រៀមនៅសម្ភារៈមួយចំនួនដែលចាំបាច់នៅក្នុងការធ្វើលំហាត់នេះទាំងអស់គ្នាណាចាអញ្ចឹងមុននឹងចូលទៅដល់ដំណោះស្រាយទី1ទាំងអស់គ្នាសូមអានប្រធាននេះទាំងអស់គ្នាសិនមកចាអ្នកគ្រូមានលំហបណ្ដាប់ដោយតម្រុយ OECK គេមានចំណុច A ដែលមាន coordinate ដក210 B មាន coordinate 011 C មាន coordinate 122និង D មាន coordinate 0 3 4សំណួរ A រក vector នៃ vector AB vector AC vector AD vector BC vector BD និង vector CD B គណនាប្រវែងនៃ vector AB AC AD BD និង CD ហើយទាញបង្ហាញថាត្រីកោណ ABD និងត្រីកោណ ACD គឺកែងត្រង់ A ចា៎អញ្ចឹងនៅក្នុងប្រធានលំហាត់នេះគឺយើងក្តោបបានកន្លឹះលំហាត់របស់យើងមានខ្លឹមសារចំនួន3ធំៗទី1តាក់ទងជាមួយនឹង coordinate នៃ vector ចាអញ្ចឹងកាលណាយើងចង់រក coordinate នៃ vector ឧបមាថាអ្នកគ្រូតាំងដោយ vector ថ្មីមួយគឺ vector mn គឺយើងយក coordinate ខាងចុងដក coordinate ខាងគល់អញ្ចឹងមានន័យថា hn ដក hm yn ដក ym zn ដក zm ចំណុចទី2គឺប្រវែងនៃ vector នៅពេលដែលទាំងអស់គ្នាស្គាល់របស់ coordinate របស់ vector ហើយនៅពេលដែលយើងចង់រកប្រវែងនៃ vector ទាំងអស់គ្នាគ្រាន់តែយក coordinate របស់វាលើកជាការ៉េហើយបូកបញ្ចូលគ្នាមកយើងបានទៅជាប្រវែងនៃ vector ចំណុចទី3គឺយើងនិយាយអំពីផគុណ scalar ចាផគុណ scalar នេះគឺឧបមាថាអ្នកគ្រូមាន vector y ដែលមាន coordinate x y z vector v x' y' និង z' អញ្ចឹងនៅពេលដែលយើងចង់រកផគុណ scalar នៃពីរ vector នេះយើងយក abscissa គុណ abscissa ordinate គុណនឹង ordinate កូដគុណជាមួយកូដបន្ទាប់មកយើងបូកបញ្ចូលគ្នាអញ្ចឹងយើងចូលទៅមើលដំណោះស្រាយទី1ទាំងអស់គ្នាយើងរក coordinate នៃ vector អញ្ចឹងយើងបាននិយាយគ្នាមិញហើយដើម្បីរក coordinate នៃ vector គឺទាំងអស់គ្នាយក vector ខាងចុងដក vector ខាងគល់អញ្ចឹងដូច vector AB នេះអញ្ចឹងមានន័យថាយើងយក vector coordinate B ដក coordinate A អញ្ចឹង B យើងមាន coordinate 0ដកកតានឹងដក2 1ដកឲ្យ1 1ដកឲ្យ0អញ្ចឹងយើងគណនាលេខមកអានេះដកគុណដកបានបូកអញ្ចឹងវា0បូក2បាន2ចា1ដក1 0 1ដក1គឺ1បន្ទាប់មក coordinate នៃ vector AC យើងយក coordinate C ដក coordinate A អញ្ចឹងវាទៅជា1ដកឲ្យដក2 2ដកឲ្យ1 2ដកឲ្យ0អញ្ចឹងយើងគណនាលេខមកឃើញ3 1 2ចា vector AD vector AD យើងយក coordinate D ដក coordinate A អញ្ចឹង D របស់យើងគឺ0ដកឲ្យដក2 3ដកឲ្យ1ដក4ដកឲ្យ0អញ្ចឹងយើងគណនាលេខមកបាន2 2ហើយនឹងដក4 vector BC vector BC គឺយក coordinate C ដក coordinate B អញ្ចឹង C 1ដក0 2ដក1 2ដក1អញ្ចឹងយើងគណនាលេខមកបាន1 1 1 coordinate vector BD យក coordinate D ដក coordinate B អញ្ចឹងវាទៅជា0ដក0 3ដក1ដក4ដកឲ្យ1អញ្ចឹងយើងគណនាលេខមកគឺបាន0 2ដក5ចាបន្ទាប់មក vector CD ចា vector CD គឺយើងយក coordinate D ដក coordinate C អញ្ចឹងវាទៅជា0ដកឲ្យ1 3ដកឲ្យ2ដក4ដកឲ្យ2អញ្ចឹងគណនាលេខមកបានដក1 1ដក6ចាបន្ទាប់មកចំណុចបន្ទាប់មួយទៀតគឺយើងរក coordinate រកប្រវែងនៃ vector អញ្ចឹងដើម្បីរកប្រវែងនៃ vector យើងស្គាល់ coordinate នៃ vector ហើយទាំងអស់គ្នាគ្រាន់តែយក coordinate របស់វាទាំង3ហ្នឹងលើកជាការ៉េហើយបូកបញ្ចូលគ្នាអញ្ចឹងអ្នកគ្រូបាន vector AB ប្រវែងនៃ vector AB យើងអាចសេដោយ AB ស្មើនឹងរឹសការ៉េនៃ2ការ៉េបូក0ការ៉េបូក1ការ៉េ2ការ៉េស្មើ4 0ការ៉េស្មើ0 1ការ៉េស្មើ1អញ្ចឹងយើងបូកមកបានរឹស5ហើយយើងទាំងអស់គ្នាដាក់ឯកតាប្រវែងខាងក្រោយផងណាបន្ទាប់មកប្រវែង AC គឺស្មើនឹងរឹសការ៉េនៃ3ការ៉េបូក1ការ៉េបូក2ការ៉េដែលស្មើនឹងរឹសការ៉េនៃ9បូក6បូក1បូក4អញ្ចឹងបានរឹស14 AD គឺស្មើនឹងរឹសការ៉េនៃ2ការ៉េបូក2ការ៉េបូកឲ្យដក4លើកជាការ៉េ2ការ៉េស្មើ4ដក4លើកជាការ៉េស្មើ16កន្លែងនេះប្រយ័ត្នចេញសញ្ញាដក16ខុសហើយណាដកកាលណានៅក្រោមការ៉េគឺវាទៅជាបូកចា៎យើងបូកបញ្ចូលគ្នាមកបានរឹស24យើងសង្កេតឃើញថារឹស24នេះទាំងអស់គ្នាអាចបញ្ចេញពីរឹសបានខ្លះអញ្ចឹងយើងបញ្ចេញមកបាន2ឬ6
បន្ទាប់មក BD ប្រវែង BD គឺស្មើនឹងរឹសការ៉េនៃ0ការ៉េបូក2ការ៉េបូកឲ្យដក5ការ៉េ0ការ៉េស្មើ0 2ការ៉េស្មើ4ហើយដក5លើជាការ៉េស្មើនឹង25យើងបូកមកបានរឹស29 CD គឺស្មើនឹងរឹសការ៉េនៃដក1លើជាការ៉េបូក1ការ៉េបូកឲ្យដក6លើជាការ៉េគណនាលេខមកដក1លើជាការ៉េស្មើ1 1ការ៉េស្មើ1ដក6លើជាការ៉េស្មើ36ជាងយើងបូកមកបានរឹស38ចាហើយមុននឹងចូលដល់សំណួរបន្តទៀតគឺយើងមកនិយាយគ្នាអំពីលក្ខណៈនៃត្រីកោណកែងសិនចឹងទាំងអស់គ្នាដើម្បីបង្ហាញថាត្រីកោណមួយគឺជាត្រីកោណកែងយើងអាចប្រើវិធីទី2យ៉ាងចាវិធីទី1គឺយើងអាចប្រើតាមទិសបត់ Pythagoras ឬក៏យើងអាចប្រើតាមលក្ខណៈរបស់ផកគុណស្កាឡែអញ្ចឹងនៅក្នុងលំហាត់នេះអ្នកគ្រូនឹងជ្រើសរើសយកការប្រើផកគុណស្កាឡែដោយសារតែ vector ទាំងពីរហ្នឹងគឺយើងបានឃើញហើយអញ្ចឹងនៅពេលដែលឃើញផកគុណស្កាឡែស្មើ0ទៅកន្លែងហ្នឹងគឺបញ្ជាក់ថាវាកែងគ្នាហើយអញ្ចឹងអ្នកគ្រូជ្រើសរើសយកផកគុណស្កាឡែបើសិនជាទាំងអស់គ្នាចង់ប្រើតាម Pythagoras ក៏បានដែរណា Pythagoras គឺស្មើនឹង hypotenuse លើជាការ៉េស្មើនឹងផលបូកការ៉េនៃជ្រុង2ទៀតចា៎អញ្ចឹងយើងមើលលំហាត់យើងជាក់ស្ដែងគឺយើងមានសំណួរ2ដែលគេឲ្យយើងបង្ហាញថាត្រីកោណ ABD និង ACD ហ្នឹងគឺកែងត្រង់ A ចឹងអ្នកគ្រូនិយាយជា2ទី1អ្នកគ្រូបង្ហាញថា ABD ហ្នឹងគឺកែងត្រង់ A សិនចឹងយើងពិនិត្យមើល vector AB និង vector AD ហេតុអីបានជាអ្នកគ្រូយក AB និង AD ដោយសារតែយើងចង់បង្ហាញថា ABD ហ្នឹងវាកែងត្រង់ A ចឹងបើយើងចង់បង្ហាញវាថាកែងត្រង់ A ទាំងអស់គ្នាយក vector គល់ឲ្យដូចគ្នាយក A ដូចគ្នាមកដោយយើងមាន vector coordinate នៃ vector AB ស្មើនឹង201ហើយ vector AD គឺ2 2ដក4យើងយកវាមក scalar គ្នាមក abscis គុណ abscis 2គុណ2 ordinate 0គុណនឹង2កូដ1គុណនឹងដក4អញ្ចឹងយើងគណនាលេខមកឃើញ0អញ្ចឹងបើផកគុណ scalar របស់2 vector នឹងស្មើ0បញ្ជាក់ប្រាប់ថា AB ហ្នឹងគឺទៅកែងជាមួយនឹង vector AD អញ្ចឹងកន្លែងនឹងឯងគឺជាលក្ខខណ្ឌនៃត្រីកោណ ABD កែងត្រង់ A សំណួរមួយទៀតគឺយើងបង្ហាញថា ACD ម្ដងគឺវាកែងត្រង់ A អញ្ចឹងយើងពិនិត្យលើ vector AC និង vector AD ព្រោះវាមាន vector គល់ A ហើយវាមានអក្សរ C អក្សរ D ណាអញ្ចឹងយើងដឹង coordinate នៃ vector AC គឺ3 1 2 AD គឺ2 2ដក4យើងយកវាមក scalar abscis គុណ abscis ordinate គុណជាមួយនឹង ordinate កូដគុណជាមួយនឹងកូដអញ្ចឹងយើងឃើញថាវាស្មើ0អញ្ចឹងបញ្ជាក់ថា vector AD ហ្នឹងគឺកែងជាមួយនឹង vector AD ចឹងដូចនេះត្រីកោណ ACD កែងត្រង់ A ចានៅក្នុងវីដេអូមួយនេះអ្នកគ្រូមានប៉ុណ្ណឹងសម្រាប់ចែកជូនដល់បងប្អូនក្នុងការទស្សនានិងរៀនអនុវត្តលំហាត់ដោយខ្លួនឯងហើយបើមានចម្ងល់ត្រង់កន្លែងណាទាំងអស់គ្នាអាចខមមិននៅខាងក្រោមហើយបើមានសំណួរអ្វីផ្សេងទៀតទាំងអស់គ្នាអាចទម្លាក់នៅខមមិននៅខាងក្រោមណាចាអញ្ចឹងអ្នកគ្រូសូមអរគុណសូមជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយៗទៀត